Hello everyone, just welcome back to our class. Today I'm telling you a story about where do you live in English, For the first time I speak up in English and then I translate into Khmer language. Where do you live? Taអ្នករស់នៅឯណា I am a duck. ខ្ញុំគឺជាសត្វទាមួយក្បាល Do I live in a shoe? តើខ្ញុំរស់នៅក្នុងស្បែកជើងឬ No, I live on a lake. ទេខ្ញុំរស់នៅក្នុងបឹងឬក៏ទន្លេ I am a hippo. Do I live in a tree? ខ្ញុំគឺជាដំរីទឹកតើខ្ញុំរស់នៅលើដើមឈើឬ No, I live in a river. ទេខ្ញុំរស់នៅក្នុងទន្លេ I am a cow. Do I live on a boat? ខ្ញុំគឺជាសត្វគោតើខ្ញុំរស់នៅលើទូកឬ No, I live on a farm. តែខ្ញុំរស់នៅកសិដ្ឋាន I am a camel. ខ្ញុំគឺជាសត្វអូត Do I live in a swimming pool? តើខ្ញុំរស់នៅក្នុងអាងហែលទឹកឬ No, I live in the desert. តែខ្ញុំរស់នៅលើវាលខ្សាច់ I am a fish. Do I live in a cage? ខ្ញុំគឺជាត្រីមួយក្បាលតើខ្ញុំរស់នៅក្នុងទ្រុងឬ No, I live in the sea. ទេខ្ញុំរស់នៅក្នុងសមុទ្រ I am a goat. ខ្ញុំគឺជាសត្វពពែ Do I live on a bed? តើខ្ញុំរស់នៅលើគ្រែឬ No, I live on a mountain. ទេខ្ញុំរស់នៅលើភ្នំ I am a bear. Do I live in a house? ខ្ញុំគឺជាខ្លាឃ្មុំតើខ្ញុំរស់នៅក្នុងផ្ទះឬ No, I live in the forest. ទេខ្ញុំរស់នៅក្នុងព្រៃ I am a bat. Do I live in a car? ខ្ញុំគឺជាសត្វប្រចៀវតើខ្ញុំរស់នៅក្នុងឡានឬ No, I live in a cave. ទេខ្ញុំរស់នៅក្នុងរូងភ្នំ Where do you live? Do you live in a city? តើអ្នករស់នៅឯណាតើអ្នករស់នៅក្នុងទីក្រុងឬ Where do you live? Do you live in a town? តើអ្នករស់នៅឯណាតើអ្នករស់នៅក្នុងទីក្រុងឬ Where do you live? Do you live in a village? តើអ្នករស់នៅឯណាតើអ្នករស់នៅក្នុងភូមិឬ Where do you live? Do you live in a countryside? តើអ្នករស់នៅឯណាតើអ្នករស់នៅទីជនបទឬ